hàng tranh miền là ngày hot thì pram khai bầm muội chẳng dương chưa được 4 từ 10 đại lý đầm bày đăng pi từ đại rồi bỏ tìm xa mía sầm rạp đại lý bây giờ mưa tới từ đại rồi bỏ tìm xa mía cứ ai bắt to lạng từ lửa tiết ai lạng từ rồi tầm lại bay pon buồn rồi sai bay pon buồn rồi sam sập sầm rạp tìm xa mía chẳngនៅក្នុងថ្ងៃនេះនៅ resistance ខាងលើនេះគឺអាចមានភាគរយធ្លាយ resistance តម្លៃ 3393 នេះអាចមានភាគរយធ្លាយដើម្បីឡើងទៅរក resistance ខាងលើនៅតម្លៃ 3430 អញ្ចឹងយើងមើលទៅលើ30នាទីសម្រាប់30នាទីទីផ្សារមាសការពីម្សិលមិញទីផ្សារបានឡើងមកដល់តម្លៃ 3384 ដែលគៀកនឹង resistance 3391 អញ្ចឹងយើងមើលឃើញថាទីផ្សារឡើងមកធ្លាយ resistance នៅតម្លៃ 3365 ហើយទីផ្សារមកទើនឹងតម្លៃហ្នឹងអញ្ចឹងសម្រាប់ទីផ្សារមាស30នាទីភាគរយឡើងគឺមានច្រើនអញ្ចឹងយើងរងចាំឱកាសនៅក្នុងថ្ងៃបរិហនេះយើងរងចាំឱកាសទិញអាចល្អអញ្ចឹងសម្រាប់មាសសម្រាប់តម្លៃបច្ចុប្បន្ននៅតម្លៃ 3374 នេះយើងអាចរងចាំតិចទៅរងចាំបើទីផ្សារចុះមកក្រោមខ្ទង់តម្លៃ 3368 អីហ្នឹងគឺយើងអាចចូលបាយបានដែរតម្លៃនេះបើយើងបាយយើងអាចបាយទូចទៅដោយសារតែមាសតម្លៃនេះរៀងខ្ពស់ហើយយើងអាចដាក់ SL នៅក្រោមនឹងជៀសវាងទីផ្សារចុះមកដល់តម្លៃខាងក្រោមនេះយើងជាប់ហូរនៅតម្លៃខាងលើយើងគួរដាក់ SL ទៅដោយសារតម្លៃនេះរៀងខ្ពស់ដែរសម្រាប់មាសអញ្ចឹងបើយើងបាយយើងអាចដាក់ SL នៅក្រោមបានហើយយើងអាចបាយបានទៀតបើសិនជាមាសចុះមកក្រោមយើងអាចបាយបានទៀតនៅតម្លៃ 3359 នឹងតម្លៃ support ក្រោមនេះគឺនៅតម្លៃ 3344 បើយើងមើលពីកម្លាំងទៅបើសិនជាមាសបើចុះអាចចុះមិនច្រើនទេអាចចុះមកតិចតួចអីហ្នឹងអាចបន្តឡើងទៅលើទៀតដែរដោយសារតែកម្លាំងឡើងគឺរៀងខ្លាំងហើយសម្រាប់តម្លៃ sell អញ្ចឹងតម្លៃនេះមាសឡើងទៅច្រើនដងនៅតម្លៃ 3384 នេះមាសឡើងទៅច្រើនដងអញ្ចឹងបើមាសឡើងទៅម្ដងទៀតភាគរយធ្លាយមានច្រើនអញ្ចឹងយើងអាច sell បាននៅតម្លៃខាងលើគឺនៅតម្លៃ 3391 សម្រាប់តម្លៃនេះបើយើង sell យើងអាចចំណេញខ្លីឬល្មមអីអាចកាត់បានដែរដោយសារមាសបើសិនជាចុះអាចចុះមិនច្រើនដែរអាចចុះតិចតួចបន្តឡើងទៅលើទៀតអញ្ចឹងយើងអាច sell បានទៀតនៅតម្លៃ 3400 យើងអាច sell បានទៀតនឹងតម្លៃ 3410សម្រាប់ព័ត៌មាននៅក្នុងថ្ងៃបរិហនេះដែរក៏អត់មានច្រើនដែរមានតែព័ត៌មាន unemployment claim មួយសម្រាប់ការព្យាករណ៍គេព្យាករណ៍ថាលុយដុល្លារល្អអញ្ចឹងនៅថ្ងៃស្អែកមានព័ត៌មានធំប្រចាំខែទាក់ទងនឹងព័ត៌មាន non farm អញ្ចឹងថ្ងៃស្អែកមាសអាចមានការប្រែប្រួលច្រើនសម្រាប់បងប្អូនដែលមានបំណងចង់បើក account trade នៅ Blackwell អាចឆាតតាម Telegram 010 687 9511